ជំរាបសួរបាទខ្ញុំឈ្មោះ Thomit ឥឡូវនេះខ្ញុំបានមកដល់កម្មវិធីសហគ្រិនមហាវិទ្យាល័យរដូវកាលទី3ដែលស្ថិតនៅសាកលវិទ្យាល័យអាមេរិកភ្នំពេញទីនេះជាវេទិកាដែលនិស្សិតនិងសហគ្រិនចំនួនថ្មីរាប់ពាន់នាក់បានប្រែក្លាយគំនិតអាជីវកម្មរបស់ខ្លួនឲ្យក្លាយជាការពិតកម្មវិធីនេះរៀបចំដោយសហគ្រិនខ្មែរនិងមានការគាំទ្រពីសាកលវិទ្យាល័យដៃគូរហូតដល់55ស្ថាប័នពួកគាត់បានបណ្ដុះបណ្ដាលនិស្សិតសហគ្រិនបានជិត 3000 នាក់ស្មើនឹង600ក្រុមនិងអ្នកអប់រំច្រើនជាង120នាក់បានដោយជោគជ័យការប្រកួតចាប់ផ្ដើមហើយវត្តមាននិស្សិតជាច្រើនកំពុងតែចូលឈ្មោះយ៉ាងអ៊ូអរតោះទៅតាមដានបរិយាកាសដ៏ក្រៅប្រកួតនេះជាមួយខ្ញុំទាំងអស់គ្នាយើងទើបតែបានទស្សនាការប្រកួតដ៏សស្រាក់សស្រាំឥឡូវនេះយើងកំពុងតែរងចាំលទ្ធផលថាតើក្រុមណាខ្លះដែលនឹងជាប់ទៅវគ្គបែកប្រត់ត្រៀមប្រកាសជាលភីឬក៏ finalist មុននឹងលទ្ធផលជាផ្លូវការខ្ញុំសូមសាកសួរពីប្រធានគម្រោងដំណើរសហគ្រិនខ្មែរជាមុនសិនជំរាបសួរអូបាទជំរាបសួរបងអរគុណមែនទែនបងយើងឃើញថាឥឡូវហ្នឹងកម្មវិធី Unipreneur មានមនុស្សចូលរួមកកកហើយមានអ្នកចាប់អារម្មណ៍ច្រើនខ្លាំងមែនទែនរយៈពេល 2-3 ឆ្នាំចុងក្រោយនេះសំណួរសួរថាតើសហគ្រិនខ្មែរតាមរយៈកម្មវិធី Unipreneur ឬក៏សហគ្រិនមហាវិទ្យាល័យនេះចង់បានអ្វីដែលជាចក្ខុវិស័យដ៏ធំសម្រាប់ប្រជាជនជាពិសេសយុវជនកម្ពុជាយើងតែម្ដងគោលដៅសហគ្រិនខ្មែរគឺដើម្បីជួយទាំងនិស្សិតជួយទាំងសាកលវិទ្យាល័យហើយជួយជំរុញបរិការនេះឲ្យទៅគ្រប់គ្រងនៅវិបត្តិកម្មសេដ្ឋកិច្ចបញ្ចូលគ្រប់សាកលវិទ្យាល័យក៏ដូចជាស្ថាប័នអប់រំផ្សេងទៀតដែលមានកម្រិតស្មើនឹងសាកលវិទ្យាល័យឬក៏ប្រហាក់ប្រហែលដើម្បីចូលរួមទាំងអស់គ្នាបណ្ដុះនិស្សិតទាំងអស់ឲ្យក្លាយទៅជានិស្សិតសហគ្រិនអញ្ចឹងសម្រាប់និស្សិតគឺដើម្បីឲ្យពួកគាត់ក្លាយទៅជាអ្នកដែលបង្កើតនវានុវត្តន៍ថ្មីៗដើម្បីចាក់បញ្ចូលទៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពរបស់ប្រទេសយើងសម្រាប់សាកលវិទ្យាល័យវិញយើងចង់ឲ្យគាត់ក្លាយទៅជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសហគ្រិនភាពប្រចាំតំបន់ហើយសេវាកម្មហើយនឹងផលិតកម្មឬក៏ផលិតផលដែលបងប្អូននឹងបង្កើតឡើងនេះគឺសុទ្ធតែបានទៅជួយដោះស្រាយបញ្ហាសម្រាប់វិស័យសាធារណៈហើយនិងវិស័យឯកជនបានអរគុណច្រើនមែនទែនបងឥឡូវនេះយើងនឹងបន្តទៅជួបជាមួយនឹងដំណើរសាស្ត្រាចារ្យវិញម្ដងជំរាបសួរលោកសាស្ត្រាចារ្យអរគុណមែនទែនខ្ញុំមានសំណួរដ៏សំខាន់មួយសួរថាក្នុងនាមជាអ្នកអប់រំមួយរូបតើលោកយល់ឃើញថាកម្មវិធី Unipreneur នេះបានផ្ដល់នូវអ្វីខ្លះជូនទៅដល់និស្សិតដែលបានចូលរួមប្រកួតដែលធ្វើឲ្យគាត់មានលក្ខណៈពិសេសខុសប្លែកពីនិស្សិតទូទៅខ្ញុំយល់ឃើញថាកម្មវិធីមួយនេះវាមានលក្ខណៈពិសេសមួយដែលនិស្សិតទូទៅគាត់អត់អាចទទួលបាននោះគឺភាពជាសហគ្រិនដែលនិស្សិតគាត់ចេះកំណត់នៅបញ្ហាហើយរកវិធីដោះស្រាយបញ្ហាដែលកំពុងកើតឡើងមាននៅក្នុងសង្គមបំលែងទៅជាអត្ថប្រយោជន៍ឬក៏ប្រាក់ចំណេញចេញពីការដោះស្រាយបញ្ហារបស់គាត់ទី1និស្សិតដែលគាត់ចូលរួមនៅក្នុងកម្មវិធីនេះគាត់បានទទួលការបណ្ដុះបណ្ដាលពីសាស្ត្រាចារ្យដែលមានបទពិសោធន៍មានជំនាញនៅក្នុងវិស័យធុរកិច្ចច្រើនឆ្នាំហើយការចូលរួមរបស់ពួកគាត់គឺអត់មានការបង់ថ្លៃអីទាំងអស់ហើយគាត់អាចយកអ្វីដែលគាត់បានរៀនពីកម្មវិធីមួយនេះយកទៅរៀបចំជាគំនិតអាជីវកម្មមួយដើម្បីឲ្យគណៈកម្មការឬក៏អ្នកជំនាញនោះវាតម្លៃថាអ្វីដែលគាត់កំពុងតែធ្វើហ្នឹងមានចំណុចណាល្អហើយមានចំណុចណាត្រូវកែល្អដើម្បីធ្វើឲ្យគំនិតអាជីវកម្មនោះអាចដំណើរការបាននៅក្នុងការអនុវត្តជីវិតជាក់ស្ដែងរបស់គាត់បន្ទាប់ពីស្ដាប់មតិយោបល់ពីពួកគាត់ហើយយើងឃើញថាកម្មវិធី Unipreneur នេះមានគោលបំណងដ៏សំខាន់មួយនៅក្នុងការលើកកម្ពស់ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាទីបំផុតលទ្ធផលផ្លូវការបានចេញមកហើយដូច្នេះខ្ញុំនឹងសាកសួរចំណាប់អារម្មណ៍ទៅកាន់បងប្អូនដែលជាក្រុមជាលភីរបស់យើងបង្កើនចំណេះដឹងដល់ពួកខ្ញុំទាំងអស់គ្នាចេះឆ្លៃប្រឌិតរបស់ដែលមិនមានតម្លៃសោះទៅជារបស់ដែលមានតម្លៃធ្វើឲ្យអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចេះធ្វើការជាក្រុមចេះស្វែងរកបញ្ហាហើយចេះដោះស្រាយនៅបញ្ហាអញ្ចឹងនៅពេលដែលយើងដឹង problem solution ហើយគឺយើងត្រូវដឹងថាតើយើងត្រូវ go to market បែបម៉េចយើងត្រូវចូលក្នុងទីផ្សារបែបម៉េចយើងត្រូវ manage finance យើងបែបម៉េចដើម្បីទទួលបានការ invest បានយល់ច្បាស់ជាងមុននិងបានធ្វើការស្រាវជ្រាវទៅលើ business ហ្នឹងយល់ច្បាស់ជាងមុនដឹងតាក់ទងជាមួយនឹង financial projection បានច្បាស់ជាងមុនពីការ set តម្លៃប្រកួតជាមួយនឹង other competitor នៅក្នុងទីផ្សារល្អជាងមុនដូចគ្នាចេះ validate product យើងហ្នឹងទៅលើទីផ្សារវិភាសាមួយនឹង early adopter ជាមួយនឹងអ្នកប្រើប្រាស់ផ្ទាល់ start up មួយអាចឈ្នះឬមួយក៏អាចចាញ់គឺសំខាន់ទៅលើអតិថិជន We never give up even the start or the runner up to the finalists
សម្រាប់អ្នកដែលអត់ទាន់ទទួលបាន JDP ខ្ញុំចង់ឲ្យពួកគាត់នឹងបន្តអភិវឌ្ឍគម្រោងគាត់នឹងបន្តទៀត តាមពិតទៅពួកខ្ញុំមុននឹងមកដល់ថ្ងៃហ្នឹងគឺពួកខ្ញុំដួលច្រើនមែនតើ សង្ឃឹមថាគាត់កុំបាក់ទឹកចិត្តកុំបោះបង់ហើយឲ្យព្យាយាមអភិវឌ្ឍគម្រោងហ្នឹងឲ្យល្អបន្ថែមទៀតព្រោះថានៅមានឱកាសច្រើនទៀតរដូវកាលក្រោយ សូមលើកទឹកចិត្តពួកគាត់កុំឲ្យពួកគាត់ drop out ឬក៏ឈប់ធ្វើអាជីវកម្មដែលពួកគាត់កំពុងតែធ្វើ បើសិនជាគាត់ស្រឡាញ់អាមេរិកគាត់ទោះបីជាគាត់បរាជ័យនៅក្នុងថ្ងៃនេះក៏ថ្ងៃក្រោយគាត់អាចមានភាពជោគជ័យដែរ អ្នកដែលគាត់មិនតបានប្រកួតចង់ឲ្យគាត់បង្កើតអ្វីដែលថ្មីយកមកប្រកួតទាំងអស់គ្នា ទទួលបានចំណាត់ថ្នាក់ល្អនៅក្នុងការប្រកួតនោះ You have to try it. It's a really good competition for Cambodia and everyone. ពិតជាអស្ចារ្យមែនទែនយើងឃើញថាកម្មវិធីសហគ្រិនមហាវិទ្យាល័យនេះបានសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថាយុវជនខ្មែរគឺពោរពេញទៅដោយគំនិតថ្មីភាពក្លាហាននិងភាពប្រកួតប្រជែងហើយយើងសង្ឃឹមនិងជឿជាក់ថាកម្មវិធីនេះនឹងបន្តរីកចម្រើនដើម្បីដឹកនាំយុវជនខ្មែរជាច្រើនផ្សេងទៀតឲ្យចូលរួមក្នុងកម្មវិធីរបស់យើងជារៀងរាល់ឆ្នាំស្វែងរកព័ត៌មានបន្ថែមលើគេហទំព័រផ្លូវការរបស់សហគ្រិនខ្មែរចូលរួមជាមួយសហគ្រិនខ្មែរថ្ងៃនេះដើម្បីជំរុញនិងរួមចំណែកដល់ការរីកចម្រើននៃទីផ្សារកម្ពុជានិងផលិតផលខ្មែរ